ជំរាបសួរពុកម៉ែបងប្អូនជាទីស្រឡាញ់ណាស់បាទថ្ងៃនេះខ្ញុំបានមកទៀតហើយណាហើយក៏មកជាមួយសៀវភៅថ្មីផងដែរហើយសៀវភៅនោះគឺជាសៀវភៅដែលដាស់ស្មារតីយើងឲ្យចេះដាស់ខ្លួនកុំអួតអាងទាំងដែលខ្លួននៅខ្សោយខ្លួននេះល្ងងនៅឡើយគំនិតដ៏មានអត្ថន័យបំផុតដែលខ្ញុំនឹងបរិយាយជូននោះគឺសៀវភៅ Ego is the enemy ដែលនិយាយអំពីការគ្រប់គ្រងខ្លួនឯងហេតុអ្វីបានជាចាំបាច់គ្រប់គ្រងខ្លួនឯងបើខ្ញុំល្អខ្ញុំមានខ្ញុំពូកែស្រាប់ទៅហើយនឹងតោះទៅរកចម្លើយទាំងអស់គ្នាសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍ការទប់ស្កាត់ខ្លួនឯងនិងការជៀសវាងការធ្វើអ្វីៗដោយរហ័សជ្រុលឬដោយអារម្មណ៍នៅក្នុងពិភពលោកដែលជំរុញឲ្យមនុស្សនិយាយខ្លាំងធ្វើរហ័សនិងបង្ហាញខ្លួនឲ្យច្រើនការគ្រប់គ្រងខ្លួនឯងคล้ายជាជំនាញដ៏កម្របំផុតវាមិនមែនជាការខ្សោយទេប៉ុន្តែវាជាកម្លាំងដែលស្ថិតក្រោមការគ្រប់គ្រងវាជាវិន័យរបស់មនុស្សក្នុងទម្រង់កំសោយមួយការគ្រប់គ្រងខ្លួនឯងគឺជាការគ្រប់គ្រងចិត្តនិងអាកប្បកិរិយារបស់ខ្លួនវាមានន័យថាមិនអនុញ្ញាតឲ្យ ego គ្រប់គ្រងសកម្មភាពរបស់អ្នកវាបង្រៀនឲ្យយើងយល់ថាទោះបីអ្នកមានអារម្មណ៍អ្វីមួយដូចជាកំហឹងភាពរីករាយការអួតអាងឬការខកចិត្តក៏មិនមានន័យថាអ្នកត្រូវតែធ្វើតាមអារម្មណ៍នោះភ្លាមទេ ego ចូលចិត្តការឆ្លើយតបភ្លាមវាចង់បានការយកចិត្តទុកដាក់ការទទួលស្គាល់និងចង់បង្ហាញថាខ្លួនមានតម្លៃគ្រប់ពេលវេលាគ្រប់ទីកន្លែងប៉ុន្តែការគ្រប់គ្រងខ្លួនឯងបង្រៀនយើងថាមិនមែនគ្រប់ពេលវេលាសុទ្ធតែត្រូវការឆ្លើយតបទេហើយមិនមែនគ្រប់ឱកាសត្រូវតែធ្វើអ្វីមួយភ្លាមទេសូមគិតមើលថាតើមនុស្សប៉ុន្មានអ្នកបានបំផ្លាញការរីកចម្រើនរបស់ខ្លួនដោយសារតែធ្វើអ្វីលឿនពេកគឺពួកគេនិយាយមុនគិតអបអរសាទរមុនសម្រេចបានហើយឆ្លើយតបដោយអារម្មណ៍ជំនួសការគិតវែងឆ្ងាយនិងស៊ីជម្រៅនេះមិនមែនជាការខ្វះបញ្ញាទេប៉ុន្តែជាការខ្វះការគ្រប់គ្រងខ្លួនឯងហើយជាច្រើនដងសកម្មភាពតូចៗទាំងនេះអាចនាំឲ្យមានផលវិបាករយៈវែងការគ្រប់គ្រងខ្លួនឯងត្រូវការអត់ធ្មត់ការយល់ដឹងនិងសមត្ថភាពការក្នុងការឈប់បន្តិចនៅពេលអារម្មណ៍កើតឡើងវាមិនមែនជារឿងងាយស្រួលទេពេលអារម្មណ៍កើតឡើងតុល្យភាពនៃការគិតភាគច្រើននឹងបាត់បង់ហើយ ego នឹងក្លាយកត្តាដែលជាឥទ្ធិពលខ្លាំងដល់ជីវិតរបស់យើងវានឹងប្រាប់អ្នកថាត្រូវធ្វើឥឡូវនេះត្រូវការពារខ្លួនត្រូវបង្ហាញថាអ្នកមានតម្លៃប៉ុន្តែការគ្រប់គ្រងខ្លួនឯងសុំឲ្យអ្នកធ្វើផ្ទុយស្ងៀមស្ងាត់មើលស្ថានភាពនិងគិតជាមុនវិធីការគ្រប់គ្រងខ្លួនឯងគឺជាការគិតយូរអង្វែង long term thinking វាបង្រៀនថាជោគជ័យមិនមែនកើតឡើងពីការធ្វើអ្វីភ្លាមទេប៉ុន្តែមកពីវិន័យនិងការគិតយ៉ាងហ្មត់ចត់មនុស្សដែលឈានទៅឆ្ងាយក្នុងជីវិតនិងមនុស្សជោគជ័យមិនមែនតែងតែជាមនុស្សដែលមានទេពកោសល្យខ្ពស់បំផុតទេប៉ុន្តែជាមនុស្សដែលអាចគ្រប់គ្រងខ្លួនឯងនៅពេលសំខាន់ពួកគេដឹងពេលណាគួរនិយាយនិងពេលណាគួរស្ងៀមពេលណាគួរធ្វើនិងពេលណាគួររង់ចាំប្រវត្តិសាស្ត្របានបង្ហាញថាការគ្រប់គ្រងខ្លួនឯងអាចកំណត់ភាពជោគជ័យឬបរាជ័យមេដឹកនាំដែលអាចទប់ស្កាត់កំហឹងបាននិងធ្វើសេចក្តីសម្រេចបានល្អជាងអ្នកកីឡាដែលគ្រប់គ្រងអារម្មណ៍បាននិងលេងបានល្អអ្នកនិពន្ធនិងអ្នកបង្កើតថ្មីដែលមិនប្រញាប់នឹងបង្កើតស្នាដៃដែលមានតម្លៃយូរអង្វែងក្នុងករណីទាំងនេះការគ្រប់គ្រងខ្លួនឯងមិនមែនជាការកំណត់ទេប៉ុន្តែជាអត្ថប្រយោជន៍សម្រាប់ជីវិតទោះយ៉ាងណានៅសម័យសព្វថ្ងៃការគ្រប់គ្រងខ្លួនឯងតែងតែត្រូវបានយល់ខុសមនុស្សជាច្រើនគិតថាការនិយាយច្រើនឆ្លើយតបលឿននិងសកម្មជានិច្ចគឺជាសញ្ញានៃភាពខ្លាំងបណ្ដាញសង្គមជំរុញឲ្យមនុស្សឆ្លើយតបភ្លាមនិងនិយាយដោយមិនគិតឲ្យបានច្បាស់លាស់ដូច្នេះការស្ងៀមឬការរង់ចាំហាក់ដូចជាការខកខានឱកាសទៅវិញសម្រាប់ពួកគេប៉ុន្តែពិតប្រាកដវិញវាគឺជាធម៌ពលដ៏ខ្លាំងក្លាទៅវិញទេមនុស្សដែលអាចឈប់គិតនិងជ្រើសរើសមិនឆ្លើយតបគឺជាមនុស្សដែលមានការគ្រប់គ្រងលើជីវិតខ្លួនឯងហើយការគ្រប់គ្រងគឺជាអំណាចការគ្រប់គ្រងខ្លួនឯងមិនមែនជាការបង្ខំខ្លួនឲ្យស្ងៀមទេប៉ុន្តែជាការធ្វើឲ្យសម្លេងរបស់អ្នកមានន័យនិងមានគោលបំណងចំណុចសំខាន់មួយទៀតគឺការដឹងពីដែនកំណត់របស់ខ្លួន ego ធ្វើឲ្យយើងគិតថាខ្លួនត្រៀមរួចហើយទោះបីមិនទាន់មានអ្វីសោះក៏បានសម្រេចយ៉ាងវាជំរុញឲ្យយើងទទួលយកអ្វីដែលលើសពីសមត្ថភាពរបស់យើងប៉ុន្តែការគ្រប់គ្រងខ្លួនឯងធ្វើឲ្យយើងសួរខ្លួនឯងថាតើខ្ញុំត្រៀមរួចហើយឬនៅវាបង្រៀនថាការលូតលាស់ត្រូវការពេលវេលាហើយការប្រញាប់តន់ហន់អាចនាំទៅកាន់ភាពបរាជ័យការគ្រប់គ្រងខ្លួនឯងក៏ជួយការពារការទំនាក់ទំនងផងដែរចំនួនភាគច្រើនកើតឡើងព្រោះមនុស្សឆ្លើយតបដោយអារម្មណ៍ពាក្យមួយឃ្លាដែលនិយាយដោយកំហឹងអាចបំផ្លាញការជឿទុកចិត្តប៉ុន្តែបើអ្នកអាចទប់ខ្លួនអ្នកនឹងមានពេលវេលាគិតមុននឹងឆ្លើយតបហើយអាចកាត់បន្ថយចំនួនបានលើពីនេះការគ្រប់គ្រងខ្លួនឯងជួយឲ្យអ្នកផ្ដោតលើគោលដៅ
เอโกជួយចិត្តរឿងរំខាននិងការសរសើររយៈពេលខ្លីប៉ុន្តែការគ្រប់គ្រងខ្លួនឯងជួយឲ្យអ្នកនិយាយថេរទៅកាន់អ្វីដែលមិនសំខាន់ហើយការពារពេលវេលានិងធម៌ពលរបស់អ្នកការគ្រប់គ្រងខ្លួនឯងក៏នាំមកនូវភាពទំនុកចិត្តស្ងៀមស្ងាត់អ្នកមិនចាំបាច់បង្ហាញខ្លួនឲ្យគេឃើញជានិច្ចទេអ្នកមិនចាំបាច់ឈ្នះរហូតពេកទេអ្នកដឹងថាសកម្មភាពរបស់អ្នកនឹងនិយាយជំនួសអ្នកទៅក៏បានហើយការអនុវត្តការគ្រប់គ្រងខ្លួនឯងមិនមែនមានន័យថាអសកម្មទេប៉ុន្តែមានន័យថាធ្វើដោយចេតនាមានភាពខុសច្បាស់រៀងរវាងមិនធ្វើអ្វីទាំងអស់និងជ្រើសរើសមិនធ្វើមួយគឺការជៀសវាងប៉ុន្តែមួយទៀតគឺវិន័យដើម្បីអភិវឌ្ឍការគ្រប់គ្រងខ្លួនឯងអ្នកត្រូវចាប់ផ្ដើមពីការយល់ដឹងខ្លួនឯងស្គាល់ពេលណាអារម្មណ៍កើនឡើងពេលទទួលការរិះគន់បរាជ័យឬទទួលការសរសើរបន្ទាប់មករៀនឈប់បន្តិចសូម្បីតែប៉ុន្មានវិនាទីក៏អាចផ្លាស់ប្ដូរប្រតិកម្មបានការដកដង្ហើមឬស្ងៀមស្ងាត់បន្តិចអាចផ្ដល់ភាពច្បាស់លាស់បន្តទៅបន្ទាប់វានឹងក្លាយជាទម្លាប់អ្នកនឹងចាប់ផ្ដើមឆ្លើយតបចំនួនប្រតិកម្មហើយនឹងមានការគ្រប់គ្រងខ្លួនឯងកាន់តែច្រើនចុងក្រោយការគ្រប់គ្រងខ្លួនឯងមិនមែនជាការកំណត់ខ្លួនឯងទេប៉ុន្តែជាការការពារខ្លួនពីចិត្តអំនួតគិតថាខ្លួនអាចារ្យគ្មានអ្នកណាដូចទេវាជាការជឿរើវិន័យលើអារម្មណ៍និងគោលអំណងលើអំនួតពិភពលោកអាចលើកទឹកចិត្តឲ្យអ្នកបួសសម្លែងគៀងក្អាងមានអំនួតប៉ុន្តែជោគជ័យពិតប្រាកដមកពីភាពស្ងៀមនិងការគ្រប់គ្រងខ្លួនឯងប្រកបដោយភាពអត់ធ្មត់ទៅវិញទេសរុបមកមេរៀនដែលយើងបានរៀនពីអត្ថបទនេះមានជារួម5ចំណុច 1. ការគ្រប់គ្រងខ្លួនឯងគឺជាកម្លាំងពិតប្រាកដការគ្រប់គ្រងខ្លួនឯងមិនមែនជាការបង្ហាញភាពកម្មស៊ុយទេប៉ុន្តែជាសមត្ថភាពក្នុងការគ្រប់គ្រងអារម្មណ៍និងសកម្មភាពរបស់អ្នកជំនួសឲ្យការឆ្លើយតបភ្លាមៗអ្នកជ្រើសរើសភាពស្ងប់ស្ងាត់និងប្រែការគិតជាមុន 2. កុំធ្វើតាមអារម្មណ៍គ្រប់យ៉ាងពេកទេមិនមែនព្រោះអ្នកមានអារម្មណ៍កំហឹងរីករាយឬអួតអាងនោះមានន័យថាអ្នកត្រូវតែធ្វើតាមវាទេអេកូឬភាពអួតអាងចង់ឲ្យអ្នកឆ្លើយតបលឿនៗប៉ុន្តែមនុស្សឆ្លាតចេះគិតរកវិធីនិងជ្រើសរើសការឆ្លើយតបយ៉ាងប្រុងប្រយ័ត្ននិងចិត្តត្រជាក់បំផុត 3. គិតវែងឆ្ងាយមិនមែនលំលំខ្លីៗទេជោគជ័យកើតចេញពីវិន័យនិងការអត់ធ្មត់មិនមែនពីសកម្មភាពបែបប្រញាប់ប្រញាល់តន់ហន់ទេការគ្រប់គ្រងខ្លួនឯងជួយឲ្យអ្នកផ្ដោតលើគោលដៅរយៈពេលវែងជំនួសឲ្យការចង់បានលទ្ធផលភ្លាមៗ 4. ការគ្រប់គ្រងខ្លួនឯងធ្វើឲ្យទំនាក់ទំនងល្អឡើងពេលអ្នកអាចគ្រប់គ្រងប្រតិកម្មរបស់ខ្លួនឯងបានអ្នកក៏អាចជៀសវាងចំនួនដែលមិនចាំបាច់និងអត់ប្រយោជន៍ការគិតមុននិយាយជួយបង្កើតការជឿទុកចិត្តនិងទំនាក់ទំនងដែលរឹងមាំជាងមុន 5. ឈប់បន្តិចមុននឹងឆ្លើយតបឬធ្វើអ្វីមួយការឈប់ត្រឹមតែប៉ុន្មានវិនាទីអាចផ្លាស់ប្ដូរគ្រប់យ៉ាងបានវាជួយឲ្យអ្នកបដូរពីការឆ្លើយតបដោយអារម្មណ៍ទៅជួយការឆ្លើយតបដោយប្រាជ្ញានៅពេលអ្នកអាចគ្រប់គ្រងខ្លួនឯងអ្នកអាចគ្រប់គ្រងទីតានជីវិតរបស់អ្នកបានហើយនៅពេលអ្នកគ្រប់គ្រងទីតានអ្នកក៏អាចគ្រប់គ្រងអនាគតរបស់អ្នកផងដែរជាចុងក្រោយខ្ញុំបាទសង្ឃឹមថាមេរៀននឹងជាផ្នែកមួយក្នុងការចូលរួមជួយឲ្យបងប្អូនទទួលបានភាពល្អប្រសើរក្នុងការរស់នៅថែមទៀតនិងក្លាយជាមនុស្សដែលមានអ្នកគ្រប់ស្រឡាញ់ខ្លាំងក្នុងសង្គមសំណាងល្អបងប្អូនទាំងអស់គ្នាជប់កុំភ្លេច like និង subscribe ខ្ញុំផងណាបាទអរគុណ